សួស្តីបងប្អូនបាទខ្ញុំចែកកន្លឹះនៅក្នុងការញ៉ាំទឹកឲ្យត្រឹមត្រូវហើយបានសុខភាពល្អទៀតបាទអញ្ចឹងចំណុចទី1បងប្អូនត្រូវញ៉ាំទឹកពេលដែលយើងក្រោកពីគេងបាទមានន័យក្រោកពីគេងភ្លាមបងប្អូនកុំឲ្យដុសធ្មេញបាទញ៉ាំទឹកតែម្ដងណាបងប្អូនញ៉ាំឲ្យបានមួយកែវឬក៏2កែវបាទញ៉ាំសន្សឹមកុំបខំបាទចំណុចទី2បងប្អូនត្រូវញ៉ាំ30នាទីមុនការញ៉ាំអាហារបងប្អូនបាទអញ្ចឹងចំណុចទី3បងប្អូនត្រូវញ៉ាំទឹក1ម៉ោងបាទក្រោយទទួលទានអាហាររួចបាទហើយចំណុចទី4នោះបងប្អូនមានន័យថាមុននឹងក្រោយហាត់ប្រាណបងប្អូនត្រូវតែញ៉ាំទឹកហើយបាទមិនអាចខានបានទេព្រោះការហាត់ប្រាណបែកញើសអញ្ចឹងត្រូវការទឹកទៅជួយកម្លាំងបងប្អូនណាបាទហើយចំណុចទី5បងប្អូនមុនចូលគេងបងប្អូនត្រូវតែញ៉ាំទឹកបាទគឺកុំឲ្យភ្លេចឲ្យសោះណាបងប្អូនប៉ុន្តែខ្ញុំប្រាប់កលឹះបងប្អូនមួយដែលសាមញ្ញបំផុតបាទបើសិនជាបងប្អូនពិបាកក្នុងការញ៉ាំទឹកបាទបងប្អូននេះអាចលាយជាមួយម្សៅតែនេះដូចខ្ញុំនេះបាទនឹងជំនួយបងប្អូនញ៉ាំទឹកបានច្រើនហើយខ្ញុំមិនត្រឹមតែម្សៅតែទេខ្ញុំលាយតាំងពីមកហៅថា probiotic នេះបន្ថែមទៀតណាអូខេវិធីធ្វើងាយបងប្អូនបាទមើលខ្ញុំទី1បងប្អូនចាក់ទឹកមកហើយបងប្អូនបាទលាយម្សៅតែនេះអូខេរួចហើយខ្ញុំនេះថែម probiotic មួយទៀតអូខេចឹងហើយបងប្អូននេះបាទប៉ុណ្ណឹងជាការស្រេចបងប្អូនអញ្ចឹងបងប្អូនចូលអនុវត្តតាមអ្វីដែលខ្ញុំប្រាប់បងប្អូននឹងទទួលបានលទ្ធផលល្អបាទបើសិនជាបងប្អូនមានចម្ងល់បន្ថែមអាចឆាតមកសួរខ្ញុំបានបាទអរគុណ